Hello, chào xưa của sự này nhé. Vậy nếu nhung xong tôi này học nhé mình tên. Xem đẹp ca trên video duyệt giáo. Hay có từng không này ở nhà chia sẻ như đấy. Ở lỡ một định cho video nhưng không thể nên cho subscribe cho like. Đã bày nhung mình còn làm chất thơ video và to tiết á. Anh chẳng xem đẹp nghe dương ra đại ban mơ video nhớ. Complete cho không nhiều công nhiều để thi vào nhóm phong nơi trong link mà nhóm á. Để lại description. Anh chẳng ngày ní cái dương mà to khi về Malaysia Arsenal và to tiết. Xong tôi mình tán xem đẹp nghe dương là nhung vậy cả video muốn tha khi là về Malaysia nó cứ miên tầm mùi mình tái nhung vậy tập ram thế để sao nhung play bộ của trôi chỉ mùi lần khi OCL mới thiệt ngày ní cái dương còn một chỉ mùi lần khi là về nó OCL so OCL miên rubiang bấm nè ở lấy dương còn lấy mơ nè mơ tầm đông là như mang câu ấy OCL rubiang miên rubiang bấm đi mà tha bully pi candle hay chân lo còn lại này bất hai nặng bao candle ní cứ chỉ OCL là về đại dương ai vô còn lại nó cứ chỉ khí tầm 7 trade ដូចគ្នានេះដែរជាមួយនឹង berry candle គឺយើងយក OCL កន្លែងដែលបិទហើយនឹងបើក candle ដើម្បី trade គ្នាលុះត្រាតែមាន2 candle អញ្ចេះ2 candle ដែលវាមានរូបរាងបែបដូចគ្នាបែបនេះអញ្ចឹងចន្លោះកណ្ដាលដែលបិទហើយនឹងបើកហ្នឹងគឺជា OCL key របស់យើងដល់ពេលដែលផ្សារវាថតកន្លែងហ្នឹង target របស់យើងគឺនៅខាងលើនេះសម្រាប់ model buy ហើយសម្រាប់ model sell ដល់ពេលដែលផ្សារប៉ះ OCL កន្លែងនេះគឺយើងនឹងយក target វានៅខាងក្រោមនេះវិញ អញ្ចឹង OCL មានរូបរាងបែបណាហើយយើងប្រើប្រាស់បែបណាអញ្ចឹងយើងទៅមើលទាំងអស់គ្នាក្នុងវីដេអូឆាតបង So ឥឡូវយើងឃើញតម្រង candle កន្លែងនេះគឺមាន OCL គឺបើចង់ trade គឺអាចយើង trade របៀបថា order flow តាមផ្សារឧបមាថាផ្សារវាបង្កើតជា bearish 2 candle ចេះអញ្ចឹង flow ផ្សារមានទៅក្រោមទៀតហើយអញ្ចឹងសួរថានៅពេលដែលផ្សារ target របស់យើងគឺនឹងណា target របស់យើងគឺនេះអញ្ចឹងអានេះសម្រាប់ខ្ញុំគេកំណត់ឲ្យមើល1ម៉ោង time frame ឬក៏15នាទី time frame ក៏វាល្អដែរអញ្ចឹង target របស់ខ្សែគឺយើងយកនៅ sell liquidity ដែលជា target របស់យើង OCL គឺអាចចាប់កន្លែងនេះបានគឺជា key របស់យើងដើម្បី trade ដូចគ្នានេះដែរអ្នកនរគ្នាបានឃើញទេ OCL កន្លែងនេះក៏អាច trade បានដែរនេះ OCL ហ៎ OCL ត្រង់នេះគឺយើងអាច trade វាបានដែរនេះត្រង់នេះអញ្ចឹងយើងដាក់ SL លើនឹងបន្តិចមកដើម្បី trade វា អូខេ OCL នេះគឺជា flow OCL berry អញ្ចឹងយើងក៏លេចមកមើល OCL bullish ម្ដងអ្នកនេះខ្ញុំឃើញត្រង់នេះអត់នៅពេលដែលសារវាបានបង្កើត2 candle ជា bullish តម្រង bullish អញ្ចឹង OCL យើង key យើងគឺនៅណាដើម្បី trade key យើងគឺ trade តាម order flow ហើយកន្លែងនេះហើយគឺជា key នៅសម្រាប់ trade OCL ត្រង់នេះជា key របស់យើងករណីថាយើងអត់ឃើញទេឃើញអត់មាន key អីសោះត្រង់នេះមាន OBS មួយប៉ុន្តែបើសិនជាយើងចេះមើល OCL នៅត្រង់នេះវាមាន2 candle សម្រាប់យើង trade អញ្ចឹងសូនៅពេលដែលផ្សារវាចេញបែបនេះយើងអាចចាប់ OCL ជា key level របស់យើងបានអញ្ចឹងអ្នកនរឃើញនេះគ្រាន់តែចាក់ OCL ប៉ុកគឺឡើងទៅដល់ target 68លេខអញ្ចឹង target របស់យើងគឺយើងយកនៅ swing ឬក៏យកនៅ low សម្រាប់ bearish OCL អញ្ចឹងខ្ញុំនឹងខំថាអ្នកនរពេលនឹងយល់បើសិនជាមានចម្ងល់អីអ្នកនរអាចឆាតមកខ្ញុំឬក៏អាចសរសេរនៅ comment ដើម្បីខ្ញុំបានងាយស្រួលមើលផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរចូលក្នុង channel របស់ខ្ញុំបានច្រើនដោយសារខ្ញុំក៏ធ្វើការ member នៅក្នុងនឹងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតផងដែរឥឡូវយើងក៏លេចមកមើល chart ទាំងអស់គ្នាក៏អ្នកឃើញអត់2 candle bearish អញ្ចឹងកន្លែងនេះគឺជា OCL របស់យើងជា target key របស់យើងឃើញអត់អញ្ចឹងឃើញវាចាក់ OCL ហើយវាចុះអត់ទោះបីជាមិនបានឆ្ងាយលេខដែរប៉ុន្តែវានៅតែអាច take profit បានសម្រាប់យើងដែលជា trader intraday អញ្ចឹងអ្នកនរគ្នាអាចឃើញទេហើយសម្រាប់គ្នាយើងណាដែលចង់រៀនជាមួយនឹង mentorship របស់ខ្ញុំ mentorship private class អ្នកនរគ្នាអាច contact របស់ខ្ញុំបានពួកខ្ញុំនឹងមានការ discount ជូនអ្នកនរគ្នាណាហើយសង្ឃឹមថាគ្នាយើងកុំភ្លេចជួយចុច like ជួយ subscribe ផងខ្ញុំបញ្ចេញវីដេអូថ្មីឆាប់ៗនេះអរគុណជំរាបលាបាយ